ជ្រៀលជ្រេសូរិយាអំឡុងខែកក្កដាឆ្នាំ75ភ្នែកខ្ញុំនៅឈឺជំងឺប្រចាំសម្រាប់ចាក់ថ្នាំក្នុងមន្ទីរពេទ្យភូមិភាគអង្គុយសិញ្ជឹងសម្លឹងតាមបងអួចឮសំឡេងក្រលួចរួចហើយក៏ងាកពេលឃើញនួនល្អងបងស្ទុំទៅគៀកអូនបានពោលពាក្យសួរសុខទុក្ខបងរាល់ថ្ងៃរលឹកតែមិននឹកស្មានថាមារនីបានមកទល់តែម្ដងបងនឹកអូនណាស់ណាម្ចាស់ស្នេហ៍ស្នងបានជួបសាសងឆ្លើយឆ្លងសំដីពេលបានជួបមុខស្បាយអស់ទុកខាមិននឹកស្មានថាសុបិនទាំងថ្ងៃអូនមកជួបមកផ្ញើមន់មកបីមិនហ៊ានប្រឡ័យទុកមន់ក្រនឹកម្ចាំងវារបួសផ្លូវកាយបានរសាយពិតរបួសផ្លូវចិត្តក៏សាំងស្បាយជាពាក្យបងចុងក្រោយផ្ដាំអូនមុនលានឹកនាតាបងម្នាក់បានហើយណាមារនីរាល់ថ្ងៃរលឹកតែមិននឹកស្មានថាមារនីបានមកទល់តែម្ដងបងនឹកអូនណាស់ណាម្ចាស់ស្នេហ៍ស្នងបានជួបសាសងឆ្លើយឆ្លងសំដីពេលបានជួបមុខស្បាយអស់ទុកខាមិននឹកស្មានថាសុបិនទាំងថ្ងៃអូនមកជួបមកផ្ញើមន់មកបីមិនហ៊ានប្រឡ័យទុកមន់ក្រនឹកម្ចាំងវារបួសផ្លូវកាយបានរសាយពិតរបួសផ្លូវចិត្តក៏សាំងស្បាយជាពាក្យបងចុងក្រោយផ្ដាំអូនមុនលានឹកនាតា